តោះសួស្តីអ្នកទាំងគ្នាថ្ងៃនេះគឺយើងមកមើលពីរបៀបទិញ USDT នៅក្នុង OKX តាមរយៈ P2P អូខេអញ្ចឹងសម្រាប់អ្នកដែលគាត់អត់ទាន់មាន account OKX ទេអ្នកគ្នាអាចបង្កើតតាម link ខមរបស់ខ្ញុំមកអូខេដើម្បីទទួលបានការ giveaway ឬក៏គ្រប់ VIP អញ្ចឹងទៅអូខេតោះអញ្ចឹងមកដល់កន្លែងនេះអូខេនេះគឺរុចរបស់ខ្ញុំសល់$11អូខេអញ្ចឹងដើម្បីទិញបានអ្នកគ្នាអាចចុចកន្លែងនេះក៏បានអូខេចុចកន្លែងនេះក៏បានអូខេអញ្ចឹងគឺខ្ញុំសូមចុចកន្លែង P2P trading អូខេអញ្ចឹងមកដល់នេះវាមានពី Express ជាមួយនឹង P2P អូខេអញ្ចឹងខ្ញុំសូមប្រើ P2P កន្លែងនេះដើម្បីរើសខ្ញុំចង់ទិញទៅលើបុគ្គលណាអូខេអានេះគឺជាហាងឆេងរបស់គេអូខេអញ្ចឹងអ្នកគ្នាចង់ទិញមួយណាក៏បានដែរអូខេអញ្ចឹងខ្ញុំសូមមើលខាងលើគេមកអូខេថាគាត់នៅខាងលើគេអូខេអញ្ចឹងខ្ញុំសូមយកគាត់ហើយអ្នកគ្នាអាចអូខេចង់រើសមួយណាក៏បានដែរតែយើងមើលធនាគារផងនេះគឺមាន AFA អូខេអ្នកខ្លះគាត់ប្រើ True Money ឬក៏ AC អញ្ចឹងទៅអូខេអញ្ចឹងគឺយើងយកខាងលើអូខេចាំតិចអ្នកគ្នាអូខេអញ្ចឹងកន្លែងនេះគឺខ្ញុំសូមដាក់20 USDT អូខេតមកអូខេតមកយើងចុចអូខេនេះ buy អូខេ buy USDT អូខេតោះអូខេអញ្ចឹងមកដល់កន្លែងនេះយើងចុចកន្លែងពាក្យថា get paymentអូខេអញ្ចឹងយើងចុចមកហើយមកដល់កន្លែងនេះយើងចុចពាក្យថានេះ scan ហើយអូខេយើង save មកអូខេតបមកយើងទៅពិនិត្យមើលលុយដែលយើងត្រូវបាញ់ទៅគាត់អូខេ83960អូខេតោះអូខេអញ្ចឹងមកដល់កន្លែងនេះយើងចុចកន្លែងនេះ I have paid យើងបាន pay ហើយយើងចុច upload មកអូខេហើយបន្ទាប់មកយើងចុច submit អូខេបន្ទាប់មកយើងចូលឆាតមកឆាត hi មួយមកអូខេហ្នឹងដោយសារមុនហ្នឹងគឺខ្ញុំបាញ់លុយឲ្យគាត់ខ្វះអូខេអញ្ចឹងគឺយើងបាញ់ទៅបន្ថែមអូខេអញ្ចឹងយើង send មកអូខេដោយសារមុនហ្នឹងយើងអត់បានគិតតាម exchange យើងអត់បានដូរលុយអូខេអញ្ចឹងគឺយើងបានបាញ់ឲ្យគាត់ថែមអី$20 90 សេនអូខេតិចទៅអូខេអូខេអញ្ចឹងនេះគាត់បានបាញ់ USDT $20មកឲ្យយើងហើយអូខេយើង view នេះអ្នកឃើញមិញលុយរបស់ខ្ញុំ$10ជាងបច្ចុប្បន្នគឺ$20អូខេអញ្ចឹងយើងចូលកន្លែងឆាតមិញហើយយើងអូខេអរគុណគាត់មួយទៅអូខេអញ្ចឹងគឺនេះគឺពីរបៀបទិញ USDT តាម OKX អូខេអញ្ចឹងវីដេអូក្រោយយើងអាចនឹងពីរបៀបលក់ម្ដងអញ្ចឹងសម្រាប់អ្នកដែលគាត់អត់ទាន់មាន OKX អ្នកគ្នាអាចបង្កើតតាម link របស់ខ្ញុំបានហើយមានចម្ងល់